របៀបបង្កើត page ដើម្បីមានសិទ្ធិរកលុយជាមួយនឹង Facebook បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះខ្ញុំមកប្រាប់បងប្អូនទាំងអស់គ្នាក៏ដូចជាមកចែករំលែកបងប្អូនទាំងអស់គ្នាអំពីរបៀបបង្កើត page ដើម្បីបងប្អូនយកទៅប្រើប្រាស់ឬមួយបងប្អូនមានបំណងចង់បង្កើត page ដើម្បីរកលុយជាមួយនឹង Facebook បាទអញ្ចឹងពាក់ព័ន្ធនឹងការបង្កើត page បងប្អូនគឺយើងមានច្រើនទម្រង់ច្រើនសន្តានគឺយើងអាចបង្កើតតាមរយៈ Facebook ធម្មតា Facebook Live តាមរយៈ Google Chrome browser ឬមួយក៏អាចបង្កើត page បានតាមរយៈ BM Business Manager ក៏យើងអាចបង្កើតបានដែរដើម្បីនិយាយងាយយល់គឺមានន័យថាការបង្កើត page គឺយើងមានតិចនិចច្រើនជាពិសេសគឺដៃចាស់គឺគាត់មានផ្លូវច្រើនក្នុងការបង្កើត page អញ្ចឹងទៅសម្រាប់ដៃថ្មីគឺគាត់ពិបាកក្នុងការបង្កើត page ភាគច្រើនគឺដៃថ្មីគាត់ចូលចិត្តបង្កើត page ឬមួយក៏គាត់អត់ចេះបង្កើតគាត់នឹងបង្កើតតាមរយៈ Facebook ធម្មតាភាគរយខ្ពស់នៃការបង្កើតតាមរយៈ Facebook ធម្មតាគឺ80% គឺអត់បានទេបង្កើតបានទេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងជួយឲ្យបងប្អូនបង្កើត page បានគ្រប់គ្នាហើយនឹងជាតិចនិចមួយដែលជួយឲ្យបងប្អូននឹងបង្កើត page ឲ្យបានច្រើនផងដែរអញ្ចឹងដើម្បីយើងចូលទៅមើលវីដេអូនេះកុំភ្លេចបងប្អូនជួយ follow page ម្នាក់មួយហើយនឹងជួយ share វីដេអូនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងផ្សេងបានមើលបានឃើញហើយនឹងចេះធ្វើគ្រប់គ្នាផងបាទអញ្ចឹងយើងនឹងទៅបង្កើតទាំងអស់គ្នាបាទសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះខ្ញុំមកប្រាប់បងប្អូនទាំងគ្នាអំពីរបៀបបង្កើត page ដើម្បីយើងគេហៅថាយកទៅ build អញ្ចឹងទៅដើម្បីយើងងាយស្រួលអូខេអញ្ចឹងពាក់ព័ន្ធនឹងការបង្កើត page នៅពេលបច្ចុប្បន្នខ្ញុំនិយាយពីបច្ចុប្បន្នវាការបង្កើត page វាមានការរឹតបន្តឹងខ្លាំងវាអត់ធូររលុងដូចពីមុនទេបច្ចុប្បន្នយើងបង្កើត page នៅលើ app Facebook Scene បាទឧទាហរណ៍ខ្ញុំបើក Facebook Scene នេះបច្ចុប្បន្នយើងបង្កើតនៅលើ Facebook Scene គឺភាគរយខ្ពស់គឺ 90% យើងបង្កើតបានទេឬមួយក៏យើងបង្កើតបានដែរយើងបង្កើតបានតែមួយគឺវាលែងឲ្យបង្កើតហើយភាគរយខ្ពស់គឺអញ្ចឹងខ្ញុំនិយាយឲ្យងាយយល់ដើម្បីយើងបង្កើត page ឲ្យមានភាពងាយស្រួលបងប្អូនបង្កើតនៅក្នុង Facebook Live អាហ្នឹងយើងមានភាគរយខ្ពស់ក្នុងការបង្កើតបាននេះ Facebook Live ក៏ Facebook Person នេះឃើញទេយើងបង្កើតនៅលើ Facebook Live វាអាចនឹងមានអត្រាខ្ពស់ក្នុងការបង្កើតបានហើយគ្រប់ account Facebook ទាំងអស់មិនមែនឲ្យតែ account Facebook សិតតែបង្កើត page បានទេនាពេលបច្ចុប្បន្នគឺ Facebook update ខ្លាំង account ខ្លះបង្កើតបាន account ខ្លះក៏បង្កើតបានដែរអញ្ចឹងសំណួរសួរថាពាក់ព័ន្ធមួយ account ដែលបង្កើតអត់បានយើងគួរធ្វើម៉េចអញ្ចឹងអត់មានអីពិបាកទេគឺយើងមានគេហៅថាភាពឆ្លាតវៃមួយក្នុងការគ្រប់គ្រងវាគឺយើងយក account ដែលបង្កើតបានយើងបង្កើតចំនួនឲ្យច្រើនទៅយើងយក account ដែលបង្កើតបានហ្នឹងបោះ page ដែលបង្កើតបានទៅកាន់ account ដែលបង្កើតអត់បានដើម្បីឲ្យគាត់ហ្នឹងគ្រប់គ្រង page ដែរអញ្ចឹងគាត់ក៏បាន page ក្នុងការគ្រប់គ្រងហើយនឹង build ដែរអញ្ចឹងណាបងប្អូនសង្ឃឹមថាបងប្អូនយល់អញ្ចឹងខ្ញុំនឹងធ្វើពីរបៀបបង្កើត page ឲ្យបងប្អូនមើលហើយខ្ញុំ recommend ឲ្យបងប្អូនបង្កើតនៅលើ app Facebook Live ជាពិសេសគឺយើងបង្កើតនៅលើ LD Player ឬមួយក៏ទូរស័ព្ទដៃ Android iOS ក៏បង្កើតបានដែរអញ្ចឹងយើងនឹងបង្កើតអង្គគ្នាដើម្បីបង្កើតបានបងប្អូន login account ណាចូលទៅក្នុង app Facebook Live មកហើយបងប្អូនចង់បង្កើតឈរនៅលើ IP បរទេសក៏បានឈរនៅលើ IP ខ្មែរក៏បានពាក់ព័ន្ធនឹងការបង្កើត page យើងអត់បង្កើតទេ page ឈរនៅលើ IP អីក៏បានដែរឲ្យតែបង្កើតជា page បានគឺសិតតែល្អទាំងអស់ហើយយើងអត់បង្កាន់ថាតើទៅដាក់ IP អាមេរិកក្នុងការបង្កើត page ឬមួយ IP អ្វីមួយអត់ទេឲ្យតែបង្កើតចេញជារូបរាង page បានគឺសិតតែមានសិទ្ធិរកលុយជាមួយនឹង Facebook ហើយអូខេអញ្ចឹងដើម្បីបង្កើតបានបងប្អូនចូលមកកាន់ app Facebook Live ហើយបងប្អូននេះចុច tre 3បងប្អូនចុចពាក្យថា page នេះកន្លែងនេះបាទបន្តមកទៀតនៅក្នុង account នោះវាមាន page មួយដែរអញ្ចឹងខ្ញុំនឹងបង្កើតបន្ថែមមួយទៀតគឺបងប្អូនចុចពាក្យថា create នេះកន្លែងសញ្ញាបូកហើយយើងយកពាក្យថា get start កន្លែងនេះវាឲ្យយើងបំពេញឈ្មោះ page ដែលយើងចង់ដាក់ពាក់ព័ន្ធនឹងឈ្មោះ page បងប្អូនអាចដាក់តាមបេះដូងបងប្អូនបានឬមួយបងប្អូនខ្ជិលដាក់ឬមួយនឹកមិនឃើញបងប្អូនអាចចូលមកកាន់ browser មួយមកចូលមកកាន់ website មួយគឺដាក់ឈ្មោះថា name USA generator អញ្ចឹងទៅហើយបងប្អូនយក website មួយនេះអក្សរ O ពណ៌ខ្មៅនេះគឺដូចតែខ្ញុំធ្លាប់ប្រាប់ពីមុនអញ្ចឹងកន្លែង website ហ្នឹងវាស្រួលក្នុងការ generate ឈ្មោះឲ្យយើងវាមានច្រើនហោហាអញ្ចឹងទៅអញ្ចឹងឈ្មោះយើងអាចយកឈ្មោះ account Facebook account Facebook ធ្វើជាឈ្មោះ page បានអញ្ចឹងខ្ញុំនឹងដាក់កន្លែងនេះខ្ញុំរើសដាក់ប្រទេសប្លែកៗតែឥឡូវខ្ញុំដាក់ឈ្មោះប្រទេសប្រេស៊ីលចុះបាទជាការឧទាហរណ៍ទេហើយបងប្អូនដាក់ឈ្មោះអីឈ្មោះទៅស្រេចចិត្តពាក់ព័ន្ធនឹងឈ្មោះ page វាមិនទៅជាសំខាន់អីប្រហែលទេឲ្យតែបងប្អូនបង្កើតបានតែ page ច្រើនទៅកន្លែងនេះខ្ញុំយក page ស្រីអញ្ចឹងចុះបាទ
ហើយចំនួនខ្ញុំដាក់ឲ្យវាចេញមកខ្ញុំ5ហើយយើងចុចពាក្យថា generate វានឹងផ្ញើឈ្មោះ5ឲ្យយើងឃើញទេអញ្ចឹងបងប្អូនឆ្លាញ់ឈ្មោះណា copy ឈ្មោះយើងទៅដាក់ទៅឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំយកឈ្មោះមួយនេះចាស់អាលេខរៀងទី4ចាស់ copy យកទៅដាក់មកបន្តមកទៀតបងប្អូនចុច next បាទកន្លែងនេះវាឲ្យយើង add category ជាប្រភេទ page ហ្នឹងយើងធ្វើពីអីបាទជាទូទៅខ្ញុំច្រើនទៅដាក់ថា digital creator ទេបងប្អូនចង់យក personal blog ក៏បានបាទស្អីចិត្តតែអាហ្នឹងនិយាយរួមព្រោះយើងអាចដូរបាននៅពេលក្រោយឥឡូវយើងដាក់ digital creator ចុះបាទដាក់តែមួយទៅបានហើយចុច next បាទកន្លែងនេះបើករណីថាវាបង្កើតបានមិននឹងមិនបានវានឹងប្រាប់យើងភ្លាមតែម្ដងចាំមើលអូខេអញ្ចឹងករណីគ្រាន់តែយើងចុច next ឲ្យវាមកដល់កន្លែងហ្នឹងភ្លាមមានន័យថា account ហ្នឹងយើងបង្កើតបានហើយប៉ុន្តែបើសិនជា account ហ្នឹងយើងចុច next កន្លែងមិញវាអត់មកដល់កន្លែងនេះទេមានន័យថា account ហ្នឹងគឺបង្កើតអត់បានទេអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនយល់អញ្ចឹងពាក់ព័ន្ធនឹង account នេះវាបង្កើតបានគឺវាឲ្យយើងទៅមុខបន្តអញ្ចឹងយើងចុច skip មកបាទកន្លែងនេះវាឲ្យយើងរៀបចំយើងមិនតាន់រៀបចំទេយើងចុច skip ទៀតមកអូខេអញ្ចឹងយើងបាន page មួយបងប្អូនឃើញទេងាយហើយលឿនមែនតើអញ្ចឹងយើងបាន page មួយហើយគ្រាន់តែថាយើងអត់តាន់បានរៀបចំ detail យើងបានបង្កើតនៅ page មួយហើយប៉ុន្តែគ្រាន់តែ detail យើងអត់តាន់បានរៀបចំបាទព័ត៌មាន location លោកអីចឹងណាអូខេឥឡូវយើងចូលទៅមើលនៅក្នុង app Facebook scene បាទ refresh មួយបាទចុចកន្លែងនេះ page ដែលយើងបង្កើតបានមិញឃើញទេនេះឈ្មោះនេះឃើញទេអូខេអញ្ចឹងការបង្កើត page វាអត់ពិបាកទេបងប្អូនវាអាស្រ័យទៅលើ account ទេបងប្អូនបាទបើ account បងប្អូនបង្កើតបានគឺយើងបង្កើតទៅគឺងាយមែនតើហើយខ្ញុំប្រាប់តិចមួយទៀតក្នុងការបង្កើត account ឧទាហរណ៍ថាមិញខ្ញុំបង្កើតបាន page មួយនៅក្នុង account ហ្នឹងហើយអញ្ចឹងខ្ញុំបានមួយណាពេលដែលបងប្អូនចង់បង្កើត page បន្តទៀតបងប្អូនត្រូវចូលទៅក្នុង app Facebook Live នឹងដដែលបងប្អូនត្រូវចុច 3នេះហើយបងប្អូនត្រូវឈរនៅលើ account សិនអានេះយើងកំពុងឈរលើ page អញ្ចឹងយើងបដូរទៅឈរលើ account សិននេះ account ណាយើងឈរលើ account សិនបាទបន្តមកទៀតបងប្អូនត្រូវមើលនីតិថាមិញយើងបង្កើត page មិញហ្នឹងនៅម៉ោងប្រហែលឧទាហរណ៍ថាមិញខ្ញុំបង្កើតនៅម៉ោងសំទោសមិញខ្ញុំបង្កើត page មិញនៅម៉ោង12:00ខ្ញុំឧទាហរណ៍អញ្ចឹងចាស់អញ្ចឹងបងប្អូនត្រូវចាំថារៀងរាល់បង្កើត page ម្ដងត្រូវរងចាំយ៉ាងតិចឲ្យបាន5នាទីឡើងលើទើបយើងអាចទៅបង្កើត page បានមួយទៀតអញ្ចឹងណាអញ្ចឹងយើងនឹងត្រូវរងចាំវាយ៉ាងតិច5នាទីទើបបងប្អូនទៅបង្កើត page បានមួយទៀតបើសិនជាបងប្អូនបង្កើតភ្លាមបង្កើតបាន page មួយហើយបងប្អូនទៅបង្កើតភ្លាមទៀតគឺវាមិនឲ្យទេគឺយើងត្រូវ delay វាយ៉ាងតិច5នាទីទើបយើងបង្កើតមួយទៀតអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនយល់ឥឡូវខ្ញុំនឹងបង្កើត page មួយទៀតនៅក្នុង admin នឹងដដែលដើម្បីឲ្យបងប្អូនមើលបន្ថែមទៀតអញ្ចឹងខ្ញុំត្រូវរងចាំឲ្យដល់5នាទីសិនអូខេបាទអូខេបងប្អូនអញ្ចឹងខ្ញុំរងចាំវា5នាទី6នាទីឯងមិញអូខេអញ្ចឹងខ្ញុំនឹងបង្កើត page មួយទៀតដើម្បីឲ្យបងប្អូនមើលអញ្ចឹងដើម្បីយើងបង្កើតបានយើងចូលកន្លែងដដែលបាទយើងចូលកន្លែងដដែលយើង refresh វាមួយក៏បានបងប្អូនទាញវាចុះមកក្រោម refresh វាមួយមកបាទឥឡូវយើងទៅបង្កើតម្ដងទៀត3ចុចកន្លែង page យើង create a page មកមិញវាមាន page 2ឃើញទេហើយយើង create មួយទៀតបន្ថែមបាទ get start ដាក់ឈ្មោះមួយទៀតមកឥឡូវខ្ញុំដាក់អាក្រោមម្ដងបាទអូខេឥឡូវយើងចុច next category ដូចគ្នាដែរខ្ញុំយក digital creator ដូចគ្នាហើយជាមួយខ្ញុំ next ទៀតទៅវាឲ្យអត់បាទ account ខ្លះវាឲ្យ page មាន account ខ្លះវាឲ្យយើងបង្កើត page បានតែ1ឬ2ក៏មានដែរ account ខ្លះវាឲ្យយើងបង្កើត page បានរហូតដល់10ក៏មានដែរតោះឥឡូវយើង next បន្តអូខេបងប្អូនអញ្ចឹងឃើញថា account នេះគឺវានៅតែឲ្យយើងបង្កើត page បានបន្តទៀតឃើញទេអញ្ចឹងបើឲ្យតែ load មកដល់កន្លែងហ្នឹងគឺ page យើងបានហើយទៀតហើយបាទបើមិនជាបង្កើតបានគឺវាមកដល់វាអត់អាចមកដល់កន្លែងមុខហ្នឹងបានទេចុច skip បាទ skip ទៀតអូខេអញ្ចឹងយើងបាន page មួយទៀតឃើញទេអូខេអញ្ចឹងយើងទៅក្នុង Facebook scene ម្ដងទៀតយើង refresh យើងទៅមើលយើងទៅឆែក page មកវាមកអត់បាទមកហើយបងប្អូនឃើញទេនេះ3មិញមាន1ឥឡូវបង្កើត2 3អូខេអញ្ចឹង
របៀបបង្កើត page ខ្ញុំគិតថាបងប្អូនអាចធ្វើបានហើយព្រោះអីវាដូចជាអត់ប្រហែលទេបាទវាងាយដែរទេឲ្យតែបងប្អូនស្ដាប់ខ្ញុំនិយាយឲ្យយល់ទៅបងប្អូនធ្វើបានហើយអញ្ចឹងពាក់ព័ន្ធមួយ account ហ្នឹងបើបងប្អូនចង់បង្កើតទៀតបងប្អូនធ្វើដូចខ្ញុំប្រាប់ទៀតមកបាទឈរលើ account សិនមកហើយរងចាំយ៉ាងតិច5នាទីទៅបង្កើតបានទៀតហើយសំណួរសួរថា account មួយគួរតែមាន page ប្រហែលក្នុងការ build បាទសម្រាប់ខ្ញុំបើសិនជាបងប្អូនមាន account តិចខ្ញុំ recommend ឲ្យបងប្អូនកាន់មួយ account 3 page ទៅតែបើសិនជាបងប្អូនមាន account ច្រើនបងប្អូនមួយ account កាន់ត្រឹមតែ2 page គឺគ្រប់គ្រាន់ហើយបាទអញ្ចឹងបើបងប្អូនមាន account តិចដាក់ page ច្រើនតែបងប្អូនមាន account ច្រើនដាក់ page តិចគឺអត់មានបញ្ហាទេមួយទៀតពាក់ព័ន្ធនឹង account ដែលបង្កើត page អត់បានដូចខ្ញុំនិយាយអញ្ចឹងគឺយើងយក account ដែលបង្កើត page បានហ្នឹងបង្កើតឲ្យច្រើនទៅដើម្បីបោះ page ហ្នឹងទៅឲ្យ account ដែលបង្កើតអត់បានកាន់ដែរទៅអាហ្នឹងជាការស្រេចហើយហ្នឹងតិចនិចដែលយើងរកឃើញតោះអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងក្នុងការបង្កើត account សំទោសក្នុងការបង្កើត page របៀបបង្កើត page គឺមានប៉ុណ្ណឹងវីដេអូក្រោយយើងនឹងធ្វើពីរបៀបរៀបចំ page ម្ដងបាទអរគុណច្រើនបាទត្រឡប់មកវិញអញ្ចឹងរបៀបបង្កើត page គឺយើងមានប៉ុណ្ណឹងក្នុងការចែករំលែកទៅបងប្អូនអរគ្នាដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការយល់ដឹងក៏ដូចជាចេះបង្កើតគ្រប់គ្នាអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះអាចជួយឲ្យបងប្អូនមានចំណេះដឹងពាក់ព័ន្ធនឹងការបង្កើត page បានកាន់តែច្រើនហើយកុំភ្លេចជួយ follow page ម្នាក់មួយផងហើយនឹងជួយ share វីដេអូនេះម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗពីខ្ញុំបាទបន្តទៀត